បងអូនស្រឡាញ់វាស្មាពណ៌សនេះស្រឡាញ់តែមានលុយមករៀលផងស្រឡាញ់មករត់តាថ្លៃអាវ៉ែអើយស្រឡាញ់ធ្វើទៅមិនដើម្បីអូនលុយខ្លះមកទៅធ្វើស្អីគេសម័យនេះធ្វើអីគេបានលុយភ្លាមនោះអូនអត់លុយវិញអត់មានលុយហើយនេះសង្សារខ្ញុំក៏ចង់មកបែបស្បាមានលុយពីណាតម្លៃរាប់ពាន់ដុល្លារមានលុយពីណាហើយទៅធ្វើអីបានលុយភ្លាមមកកាត់អីគេអូម៉ែខ្ញុំបែបមនុស្សចង់អីអូនឯងយំទៅអីអូយអូនឯងអីជួបនឹងសាំណាមកតែជួបរឿងចឹងទេលើកទី1ឆាក់ជីវិតអើយទី1បាទតែមិនទី1ផាអ៊ំណាអូម៉ែផ្សេងខ្ញុំនេះវាមានប្រេកតារីមកជីវិតមកគាត់ឃើញរូបភាពមួយនឹងខ្ញុំនឹកឃើញរូបភាពខ្ញុំឈឺចាប់ដែរមកច្រើនដងស៊ាំម៉ែមិនអូយអត់ទេកុំយំទៅអីទេអូនណាដងនឹងទេតែអត់អីទេអូនឯងល្អអែមចូលចិត្តអែមចាំលើក្រោយតែមកទៀតនេះលុយធីបនេះធីបចុះលុយកង់ផ្សេងទៀតកង់ផ្សេងនេះលុយធីបនេះអត់បានលុយស្រួលមែនតែបំផាក់លើក្រោយមកទៀតហ្នឹងហើយអែមហើយបានលុយមកពីណាទិញបាច់សួររឿងលុយទេដល់ការងារហ្នឹងទៅស្រួលទៅបានហើយបានលុយងាយខ្ចីណាគេមែនបានខ្ចីគេទេខ្ចីអង្គការមែនថាបានខ្ចីគេទេបងធ្វើអស់ហើយបងលះបងអស់ហើយដើម្បីអូនឯងនេះមើលតការនេះទៅដឹងហើយកាត់យាយមិញហ្នឹងឯងកាត់យាយហ្នឹងឯងណែកុំកាត់អីឈួតណាគេឈួតមិនហើយយាយយាយហ្នឹងឡើងកាចាស់ហ្នឹងហើយពីរដងអូយយាយហ្នឹងឡើងកាចាស់ហ្នឹងចុះបងធ្វើមិនពីរដងទៀតហើយចុះបងធ្វើមិនបងលះបងអស់ហើយដើម្បីអូនឯងតែដើម្បីអូនមិនលះបងហើយមិនសម្រាប់ចិត្តថាទិញម៉ូតូនៅហាងហ្នឹងមែនទៅទិញនៅហាងណាទៀតហាងមាសច័ន្ទតារារិទ្ធហ្នឹងហើយគឺព្រួយគេមានធានាច្បាស់លាស់ហើយម៉ូតូគេលក់ច្រើនគ្រឿងចង់បានមកអីក៏បានអត់ឯងទិញ Vespa ពីហាងហ្នឹងធានាគុណភាពហ្មងនេះគេមានធានាក្នុងនេះហ្នឹងមិនថាហ្នឹងឥឡូវបងឯងចង់ដឹងកាន់ច្បាស់ចាំមើលទៅអង្គុយនៅក្នុងបងប្រាប់តទៀតអស់បារម្ភទៀតហើយសម្រាប់បងប្អូនត្រូវការទិញម៉ូតូមែនទេនេះណែហាងលក់ម៉ូតូមាសច័ន្ទតារារិទ្ធដែលមានសេវាកម្មទិញដាច់វាយដូរបងរំលោះម៉ូតូគ្រប់ស៊េរីបាទសេវាកម្មបងរំលោះវិញគឺពិសេសហ្មងម៉ូតូតម្លៃសមរម្យអត្រាការប្រាក់ទាបប្រាព័ត៌មាននិងតម្លៃនឹងប្រាក់បងប្រចាំខែឲ្យយើងច្បាស់មុនដាក់ឯកសារហើយបើលោកអ្នកចង់ដឹងព័ត៌មានកាន់តែលម្អិតលោកអ្នកអាចឆាតសួរគាត់បានតាមឆាតមុនការសម្រេចចិត្តដាក់ឯកសារគាត់នឹងប្រាប់ទាំងអស់អំពីចម្ងល់លោកអ្នកហើយសម្រាប់ម៉ូតូវិញមានការធានាច្បាស់លាស់ free សេវាកម្មជួសជុលឲ្យលោកអ្នកទៀតផងមិនមានការលក់ដោយមិនទំនុកចិត្តហើយមិនមែនលក់យកតែលុយហើយនោះទេហើយចំពោះការជួសជុលណាដែលអត់ប្រើគ្រឿងបន្លាស់ដែលសឹកអត់គិតលុយយើងទេបើមានគ្រឿងបន្លាស់សឹកយើងនឹងចាញ់លុយគ្រឿងសឹកគាត់អត់គិតលុយសេវាជាងនោះទេហើយបើសិនម៉ូតូមានបញ្ហាពេលណាអាចឆាតសួរបានគ្រប់ពេលវេលាមានអ្នកចាំតបឆាតតាំងពីព្រឹករហូតដល់យប់ចំពោះទីតាំងវិញនៅភ្នំពេញនៅម្ដុំគិរីរម្យហើយអ្នកខេត្តក៏អាចបង់រំលោះបានដែរ